លោកជំទាវអុកញ៉ាឈៀងគឹមសុននាំតេយ្យទានប្រគេនចង្ហាន់ដល់ព្រះសង្ឃនិងជូនគ្រឿងឧបភោគបរិភោគដល់ពុទ្ធបរិស័ទចំនួនជាង100នាក់អង្គការចែកតេយ្យទានដល់ប្រជាពលរដ្ឋគឺជាការធ្វើទានឬការបរិច្ចាគគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗដើម្បីជួយសម្រាលការលំបាកឬបំពេញតម្រូវការប្រចាំថ្ងៃនិងឧទ្ទិសកុសលផលបុណ្យជូនសាច់ញាតិទាំង7សន្តានដែលចែកឋានជាយូរលង់មកនេះនៅថ្ងៃទី6ខែមិថុនាឆ្នាំ2026ជាទូទៅលោកជំទាវអុកញ៉ាឈៀងគឹមសុនមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភនិងជាទីប្រឹក្សាសម្ដេចសង្ឃអគ្គនាយកទាំង2គណៈនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃខួបកំណើតជនមាយុ74ឆ្នាំឈាន75ឆ្នាំបាននាំយកតេយ្យទានដែលនិយមយកទៅចែកជូនប្រជាពលរដ្ឋពុទ្ធបរិស័ទជាពិសេសគ្រួសារទីទាល់ក្រឬងាយរងគ្រោះចំនួនជាង100នាក់អង្គនៅក្នុងវត្តអង្គមន្ត្រីមីស្ថិតនៅភូមិដំរីស្លាប់ឃុំព្រៃវិហារស្រុកគង់ពិសីខេត្តកំពង់ស្ពឺតេយ្យទានគ្រឿងឧបភោគបរិភោគមានអង្ករមីត្រីខស្ករសតែប្រេងខ្សលនិងបច្ច័យសម្រាប់ចាត់ចែងក្នុងជីវភាពប្រចាំថ្ងៃផងដែរដើម្បីបំពេញឧទ្ទិសកុសលផលបុណ្យសាច់ញាតិបងប្អូនទាំង7សន្តានដែលបានបែកកាយរំលីខន្ធអស់ជាយូរដើម្បីរំលឹកឧបនុគុណដល់វិញ្ញាណក្ខន្ធលោកអ្នកនិងជាពិសេសជូនដល់ដួងព្រលឹងវិញ្ញាណក្ខន្ធលោកហេងសម្បត្តិហៅមួងត្រីត្រូវជាស្វាមីរបស់លោកជំទាវអុកញ៉ាសូមឧទ្ទិសផលបុណ្យនេះឲ្យលោកទៅបានសោយសុខនៅបរមលោកដោយសេចក្តីសុខស្ងប់ក្នុងអនាគតបរិលោកសូមរំលឹកផងដែរលោកជំទាវអុកញ៉ាឈៀងគឹមសុនព្រមទាំងកូននិងចៅតែងតែកសាងនៅវត្តអង្គមន្ត្រីមីដោយជាវព្រះអង្គថ្មភក់ធំនិងព្រះអង្គថ្មភក់ជាច្រើនផ្សេងទៀតនិងប្រគប់ភ្លើងដំបូលសាលាធម្មសភានិងចូលរួមសាងសង់នៅព្រះវិហារក្នុងវត្តបន្ថែមអស់ថវិការាប់ម៉ឺនសែនដុល្លារទៀតផងកំហឹងឈឺចាប់ជួលពេញអរាចោលសៀមឬស្យាកំណាច់គោខើធ្វើបាបប្រតិឲ្យរស់មងសៅស្មរភូមិស្រែកហៅបងឥតរុញរី24កក្កដាថ្ងៃកាអូនបងមានបាបគូកងសម្រាប់វេលាបងជាកងទ័ពគោរពបញ្ជាលាសិនខាន់ស្លារៀបការតោងស្បៃបងឡើងរថយន្តអូនឈរក្រោយខ្នងលើកដៃដាក់បងជូនពរជូនជ័យបងជាកងទ័ពធ្លាប់មានឈ្មោះល្បីថ្ងៃមង្គលជ័យលាថ្លៃចេញច្បាំងអោព្រះវិហារបេតិកភណ្ឌខ្មែរតស៊ូគ្មានហើយប្រយុទ្ធតតាំងកំភ្លើងជាប់ដៃរំបីឥតភាំងកំចាត់អង្គខ្មាំងសាងស្នាអើ
ព្រះវិបតិកភ័ណ្ឌខ្មែរតស៊ូគ្មានលហែប្រយុទ្ធតតាំងកំភ្លើងជាប់ដៃរំពៃផ្អិតភាំងកំចាត់អស់ខ្មាំងសាងវាសនាអើយ